ដើម្បីជាការរួមចំណែកនឹងការជំរុញផ្នែកខាងវិស័យទេសចរឲ្យកាន់តែមានភាពរីកចម្រើននិងផ្ដល់ពុទ្ធិបាទទៅដល់ប្រតិបត្តិការផ្សេងៗនៅក្នុងមូលដ្ឋាននៃខាងខេត្តបាត់ដំបងដើម្បីស្រូបទាញភ្ញៀវទេសចរឲ្យមកទទួលបដិសណ្ឋារកិច្ចយ៉ាងល្អប្រសើរនៅក្នុងទីតាំងនៃខេត្តនេះហើយនឹងការមកកំសាន្តយ៉ាងច្រើនផងដែរដូច្នេះយើងឃើញថាមន្ទីរទេសចរខេត្តបាត់ដំបងក៏បានសហការគ្នាជាមួយនឹងកម្មវិធីអភិវឌ្ឍជំនាញ SDP នៃអង្គការ Swiss Contact បើកវគ្គបណ្ដុះបណ្ដាលទៅលើជំនាញចុងភៅដោយឥតគិតថ្លៃដល់សិក្ខាកាមដែលជាបុគ្គលិកអ្នកគ្រប់គ្រងម្ចាស់អាជីវកម្មលើវិស័យបដិសណ្ឋារកិច្ចដែលកំពុងតែបម្រើការងារលើម្ហូបអាហារក្នុងខេត្តបាត់ដំបងវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល4ថ្ងៃរាប់ពីថ្ងៃទី2ខែមិថុនាដល់ថ្ងៃទី5ខែមិថុនាឆ្នាំ2026ហើយវគ្គបណ្ដុះបណ្ដាលនេះដោយលោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងនិងជាគ្រូបង្គោលហូការខេត្តបាត់ដំបងផ្ទាល់តែម្ដងលោកបានបញ្ជាក់ដែរថាសម្រាប់ខេត្តបាត់ដំបងមានភាពសម្បូរបែបនិងល្បីល្បាញផ្នែកម្ហូបអាហារពិសេសគឺថាក្រុងបាត់ដំបងជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការ UNESCO ដូច្នេះគោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពនិងតម្រង់ជំនាញដែលមានលក្ខណៈស្តង់ដារដល់បុគ្គលិកផ្នែកចុងភៅនិងជំរុញឲ្យមានភាពច្នៃប្រឌិតក្នុងការបង្កើតម្ហូបអាហារថ្មីៗបន្ថែមសម្រាប់ខេត្តបាត់ដំបងហើយវគ្គបណ្ដុះបណ្ដាលជំនាញចុងភៅនេះគឺជាការរួមចំណែកមួយដ៏សំខាន់ផងដែរក្នុងការផ្ដល់សេវាម្ហូបអាហារប្រកបដោយគុណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឲ្យកាន់តែច្រើនឡើងមន្ទីរទេសចរបានរៀបចំវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជាហូការលើជំនាញចុងភៅបាទក្រោមគម្រោងហូការរបស់ក្រសួងទេសចរនិងក្រោមការគ្រប់គ្រងពីគម្រោងអភិវឌ្ឍជំនាញរបស់អង្គការ Swiss Contact បាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងរៀបចំកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញចុងភៅនេះគឺមានរយៈពេល4ថ្ងៃបាទចាប់ពីថ្ងៃអង្គារបាទរហូតដល់ថ្ងៃសុក្របាទហើយសម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែរគឺយើងមានសិក្ខាកាមចូលរួមសរុប19រូបដែលពួកគាត់សុទ្ធតែជាចុងភៅជាកូនកំបិតដែលកំពុងតែបម្រើការនៅតាមអាជីវកម្មសេវាកម្មភោជនីយដ្ឋាននៅក្នុងខេត្តបាត់ដំបងតែម្ដងបាទហើយគោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលនេះផងដែរគឺដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកផ្នែកចុងភៅនៅតាមអាជីវកម្មទេសចរហើយជាពិសេសអាចនិយាយថាជាការរំលឹកជំនាញហើយនិងតម្រង់នៃស្តង់ដារឲ្យពួកគាត់ធ្វើការគេហៅថាប្រកបទៅដោយគុណភាពហើយជាពិសេសពង្រឹងឲ្យមានភាពកាន់តែប្រសើរឡើងទាំងអនាម័យទាំងបច្ចេកទេសទាំងជំនាញទាំងអរិយាប័ត្រចំណេះដឹងអីផ្សេងៗបាទគឺក្នុងរយៈពេល4ថ្ងៃនេះគឺយើងបំពាក់បំពាន់ទៅលើជំនាញក៏ដូចជាមេរៀនហូការសំខាន់ជូនទៅដល់ពួកគាត់បាទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជាលើជំនាញចុងភៅនេះជាការរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការបានន័យថាផ្ដល់នៃសេវាម្ហូបអាហារក៏ដូចជាគុណភាពនៃម្ហូបអាហារហ្នឹងសម្រាប់ការតាក់ទាញភ្ញៀវទេសចរឲ្យអញ្ជើញមកកំសាន្តក៏ដូចជាបានភ្លក់នៅម្ហូបឆ្ងាញ់ពិសេសរបស់ខេត្តបាត់ដំបងបាទហើយសំខាន់មែនទែនបាទការបណ្ដុះបណ្ដាលបាទគឺធ្វើយ៉ាងណាឲ្យពួកគាត់ផ្សារភ្ជាប់ជាមួយនឹងគេហៅថាជំនាញដែលមានស្រាប់ហើយឲ្យតម្រង់គាត់ឲ្យត្រូវទៅតាមស្តង់ដារឲ្យបានល្អអញ្ចឹងធានាបានថាមុខម្ហូបទាំងអស់មានទាំងរសជាតិមានទាំងគុណភាពសម្រាប់ភ្ញៀវបាទបន្ថែមពីនោះលោកហមរុននៅបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំផងដែរថាក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញចុងភៅសិក្ខាកាមដែលជាចុងភៅមកពីតាមមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តបាត់ដំបងនឹងទទួលបានចំណេះដឹងបន្ថែមទៅលើចំណេះដឹងដែលមានស្រាប់ពង្រឹងការអនុវត្តឲ្យបានកាន់តែត្រឹមត្រូវតាមស្តង់ដារដោយគិតគូរខ្ពស់ទៅលើអនាម័យនិងការកំណត់រសជាតិឲ្យបានច្បាស់លាស់ជាពិសេសគឺផ្ដល់ភាពកក់ក្ដៅជូនទៅដល់ភ្ញៀវទេសចរទាំងឡាយដែលមកកំសាន្តនឹងការទទួលទានម្ហូបអាហារនៅក្នុងខេត្តបាត់ដំបងនេះ